ស្រមៃមើលថាអ្នកជាក្មេងស្រីម្នាក់ដែលចូលក្នុងរាជវាំងក្នុងនាមជាអ្នកបម្រើសាមញ្ញម្នាក់គ្មានអំណាចគ្មានទ្រព្យសម្បត្តិហើយក៏គ្មានអ្នកណាអាចពឹងពាក់បានឡើយប៉ុន្តែនៅជុំវិញអ្នកគឺមានស្ត្រីរាប់រយនាក់ដែលកំពុងតែប្រកួតប្រជែងក្នុងការដណ្ដើមការសព្វតីពីស្ដេចតើអ្នកគិតថាស្ត្រីម្នាក់នេះអាចនឹងមានអំណាចបំផុតនៅក្នុងវាំងដែរទេនេះជារឿងរ៉ាវរបស់ស្នំលីងហើយថ្ងៃនេះយើងនឹងមកស្វែងយល់ពីប្រវត្តិរបស់ស្នំលីងនៅក្នុងរាជវង្សឈិងរាជវង្សឈិងគឺជារាជវង្សចុងក្រោយរបស់ប្រទេសចិនដែលគ្រប់គ្រងដោយជនជាតិម៉ាន់ជូក្នុងចំណោមអធិរាជទាំងអស់ហ្នឹងគឺមានតែអធិរាជឈិនឡុងទេដែលត្រូវបានគេចាត់ទុកថាមានអំណាចខ្លាំងបំផុតនិងគ្រប់គ្រងអាណាចក្រនឹងបានយូរក្រមរជ្ជកាលរបស់ទ្រង់គឺប្រទេសចិនគឺមានការរីកចម្រើនហើយក៏មានទឹកដីធំទូលាយផងដែរក្រឡេកទៅមើលជីវិតរបស់ស្រីនៅក្នុងវាំងវិញគឺមិនងាយស្រួលទេដោយសារតែក្នុងវាំងនឹងគឺមានច្បាប់តឹងរ៉ឹងហើយក៏មានវចនានុក្រមនឹងច្បាស់លាស់ដែរហើយក៏មានការប្រកួតប្រជែងឥតឈប់ឈរដោយសារតែចង់បានការសព្វតីពីព្រះអង្គចំពោះស្នំលីងវិញក៏ជាស្ត្រីម្នាក់ដែលបានចូលក្នុងរាជវាំងនឹងក្នុងឋានៈដែលទាបបំផុតផងដែរប៉ុន្តែក្រោយមកនាងក៏បានក្លាយទៅជាម្ដាយបង្កើតរបស់អធិរាជមួយអង្គហើយក៏ត្រូវបានលើកដង្កើងឲ្យមានឋានៈក៏កាន់តែពងពោះផងដែរស្នំលីងគឺកើតនៅឆ្នាំ1727នៅក្នុងគ្រួសារត្រកូលវ័យហើយឪពុករបស់នាងគឺជាមន្ត្រីថ្នាក់ទាបម្នាក់ហើយទទួលបន្ទុកខាងផ្នែកសម្លៀកបំពាក់នៅក្នុងរាជវាំងហើយគ្រួសាររបស់នាងនឹងគឺជាជនជាតិហានធម្មតាមិនជាក្រហើយក៏មិនមានឋានៈជាអភិជនអីដែរហើយនៅក្នុងសម័យនោះក្មេងស្រីជាច្រើននៅក្នុងគ្រួសារបែបនេះត្រូវបានគេជ្រើសរើសឲ្យចូលបម្រើនៅក្នុងរាជវាំងហើយក៏ជាផ្នែកមួយនៃការជ្រើសរើសប្រព័ន្ធរបស់រដ្ឋនៅសម័យនោះដែរហើយវាមិនមែនជាកិត្តិយសទេវាគឺជាការលះបង់សេរីភាពរបស់ខ្លួនឯងដើម្បីចូលទៅរស់នៅក្នុងកន្លែងដែរយើងមិនដឹងថាចុងវាសនារបស់យើងនឹងទៅជាយ៉ាងម៉េចណាដោយយើងដឹងស្រាប់ហើយជីវិតនៅក្នុងរាជវាំងវាអត់ងាយស្រួលទេស្នំលីងក៏គាត់បានចូលរាជវាំងតាមវិធីសាស្ត្រនឹងដែរហើយក្នុងនាមជាអ្នកបម្រើសាមញ្ញម្នាក់ដោយគ្មានអ្នកណានឹកស្មានថានាងនឹងអាចជាមនុស្សម្នាក់ដែលមានអំណាចបំផុតនៅក្នុងរាជវាំងណាចំពោះជីវិតរបស់អ្នកបម្រើនៅក្នុងវាំងគឺពោពេញទៅដោយច្បាប់តឹងរ៉ឹងហើយក៏ការត្រួតពិនិត្យអីច្រើនដែរយើងធ្វើអីខុសតែបន្តិចក៏អាចធ្វើយើងនឹងមានទោសធ្ងន់ធ្ងររហូតដល់ស្លាប់ផងដែរហើយចំពោះស្ត្រីដែលរស់នៅក្នុងវាំងរាប់រយនាក់ហ្នឹងគឺមិនងាយនៅក្នុងការទុកចិត្តគ្នាទេស្នំលីងគឺបានរស់នៅក្នុងវាំងដោយបរិយាកាសបែបហ្នឹងប៉ុន្តែគឺនាងគឺមានប្រាជ្ញាឆ្លៀវវៃហើយនាងចូលចិត្តការសង្កេតហើយនឹងការអត់ធ្មត់របស់នាងគឺខ្លាំងនាងចេះស្ដាប់ចេះមើលស្ថានភាពមុននឹងសម្រេចចិត្តក្នុងការធ្វើអីមួយហើយទាំងនេះមិនមែនកើតមកពីធម្មជាតិទេគឺនាងបានពង្រឹងសមត្ថភាពខ្លួនឯងដោយសារតែនាងចូលចិត្តសង្កេតណាបរិយាកាសនៅក្នុងវាំងនោះថាវាមិនដូច្នេះហើយនាងបានរៀនពីវាដើម្បីការពារខ្លួននៅពេលក្រោយនៅឆ្នាំ1745ស្នំលីងក៏ទទួលបានការចាប់អារម្មណ៍ពីអធិរាជឈិនឡុងហើយក៏ត្រូវបានលើកឋានៈទៅជាអ្នកមនាងវ័យស្អីចឹងណាហើយក្រោយមកនាងក៏បានឡើងឋានៈជាបន្តបន្ទាប់ហើយរយៈពេលប្រហែលឆ្នាំបន្ទាប់នាងក៏បានផ្ដល់កំណើតកូនប្រុសស្រីជាច្រើននាក់ផងដែរគឺច្រើនជាងស្នំដទៃទៀតណាហើយអ្វីដែលជាពិសេសនោះគឺនាងទទួលបានកូនប្រុសម្នាក់ដែលក្រោយមកក៏កូនប្រុសម្នាក់នោះក៏បានឡើងធ្វើទៅជាអធិរាជការឈិនដោយសារតែនាងមានកូនច្រើនហើយនៅមានទំនាក់ទំនងជិតស្និទ្ធជាមួយអធិរាជបានធ្វើឲ្យឋានៈរបស់នាងគឺកាន់តែខ្លាំងឡើងហ្មងមានអំណាចច្រើនជាងមុនការប្រកួតប្រជែងក្នុងចំណោមស្រីវាំងទាំងអស់គឺមិនងាយស្ងប់ស្ងាត់ទេទាំងស្នំទាំងអ្នកមនាងទាំងអីហ្នឹងគឺសុទ្ធតែចង់បានឋានៈហើយនឹងផលប្រយោជន៍រៀងៗខ្លួននៅឆ្នាំ1766មហាស្ត្រីទី2របស់អធិរាជឈិនឡុងនឹងទទួលបានមរណភាពប៉ុន្តែអធិរាជគឺមិនបានតែងតាំងម្ចាស់ស្ត្រីថ្មីទៀតឡើយក្នុងស្ថានភាពនេះស្នំលីងដែលមានឋានៈខ្ពស់ជាងគេក្នុងចំណោមស្នំទាំងអស់ក៏ត្រូវបានបកគលភារកិច្ចទទួលបន្ទុកនៅគេហៅដំណាក់ខាងក្រោយណាដូចជាមហាស្ត្រីអញ្ចឹងម្ចាស់ស្ត្រីអញ្ចឹងប៉ុន្តែមិនមានឋានៈជាម្ចាស់ស្ត្រីទេទោះបីជានាងមិនទទួលបានឋានៈជាផ្លូវការក៏ដោយប៉ុន្តែនាងគឺបានធ្វើដំណើរអមជាមួយនឹងអធិរាជទៅគ្រប់ទីកន្លែងសំខាន់ជាច្រើនដែលបង្ហាញយ៉ាងច្បាស់ថានាងគឺជាស្ត្រីមួយក្នុងចំណោមអ្នកដែលមានឥទ្ធិពលបំផុតនៅរជ្ជកាលរបស់អធិរាជឈិនឡុង
ស្នំលីងទទួលមរណភាពនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ1775នៅក្នុងវ័យ47ឆ្នាំបន្ទាប់ពីនាងបានស្លាប់តែប្រមាណថ្ងៃអធិរាជឈិនឡុងក៏បានបកគលងារមួយបន្ទាប់ពីការស្លាប់របស់នាងហើយសពរបស់នាងក៏ត្រូវបានបញ្ចុះនៅទីកន្លែងសម្រាប់ដែលបញ្ចុះភ្នូររបស់អធិរាជនៅក្នុងរាជវង្សឈិងផងដែរការផ្លាស់ប្ដូរដ៏សំខាន់បំផុតមួយក៏បានកើតឡើងគឺនៅឆ្នាំ1796នៅពេលដែលអធិរាជឈិនឡុងនឹងចុះចេញពីរាជបល្ល័ង្កហើយក៏ប្រគល់អំណាចទៅឲ្យកូនប្រុសរបស់ខ្លួនគឺកូនប្រុសជាមួយនឹងស្នំលីងណាហើយក៏បានឡើងគ្រងរាជ្យជាអធិរាជកាឈិនអធិរាជថ្មីនេះក៏បានលើកតម្កើងម្ដាយរបស់ខ្លួនដែលជាស្នំលីងនឹងទៅជាម៉ែសីផ្លូវការក្រោយពីការស្លាប់របស់នាងក្រុមឈ្មោះថាមហាសីលីសៅជីឈុននេះគឺជាចំណុចដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់នាងពីស្ត្រីម្នាក់ដែលចូលវាំងក្នុងនាមជាអ្នកបម្រើសាមញ្ញធម្មតាទេប៉ុន្តែចុងក្រោយក៏ក្លាយទៅជាអ្នកដែលមានអំណាចមួយនៅក្នុងរាជវាំងអ្វីត្បិតតែនាងមិនទទួលបានងារនេះជាផ្លូវការនៅពេលដែលនាងមានជីវិតប៉ុន្តែក្រោយពេលដែលនាងអស់ជីវិតក៏កូនរបស់នាងនឹងក៏បានផ្ដល់ងារមួយនឹងទៅកាន់នាងផងដែរហើយស្នំលីងកាន់តែល្បីល្បាញឡើងវិញដោយសារតែភាពយន្តទូទស្សន៍ចិនល្បីជាច្រើននឹងគឺបានបង្ហាញពីជីវិតរបស់នាងក៏ដូចជាការធ្វើជាសាច់រឿងស្នេហាការសង្សឹកល្បិចកលជាច្រើនបែបយ៉ាងប៉ុន្តែផ្នែកជាច្រើននៃរឿងភាគទាំងនោះគឺជាការនិពន្ធបន្ថែមទេដើម្បីបង្កើនភាពទាក់ទាញនៅក្នុងសាច់រឿងវាមិនមែនជាការពិតទាំងស្រុងនោះទេជាការពិតប្រវត្តិសាស្ត្រមិនបានកត់ត្រាឈ្មោះពិតរបស់នាងនោះទេវ៉េយឹងលូនឹងគឺគ្រាន់តែជាឈ្មោះដែលអ្នកនិពន្ធរឿងបានបង្កើតឡើងប្រវត្តិសាស្ត្រក៏មិនបានកត់ត្រាទំនាក់ទំនងស្នេហាណាមួយរបស់នាងជាមួយនឹងអ្នកណាក្រៅដែរក្រៅពីអធិរាជណាហើយអ្វីដែលកំណត់ត្រាបានបញ្ជាក់ច្បាស់លាស់នោះគឺឋានៈផ្លូវការរបស់នាងហើយនឹងការដែលនាងមានកូនច្រើនការឡើងឋានៈរបស់នាងជាបន្តបន្ទាប់ហើយនឹងតួនាទីក្នុងការគ្រប់គ្រងកិច្ចការដំណាក់ខាងក្រោយទាំងនេះគឺជារឿងរ៉ាវរបស់ស្នំលីងពីស្រីបម្រើធម្មតាម្នាក់ប៉ុន្តែគឺគាត់អាចក្លាយទៅជាស្ត្រីម្នាក់ដែលត្រូវបានគេចងចាំនៅក្នុងប្រវត្តិសាស្ត្រចិនហើយរឿងរបស់ស្នំលីងនេះគឺបានបង្ហាញថាប្រាជ្ញាការអត់ធ្មត់ហើយនឹងការតស៊ូគឺអាចផ្លាស់ប្ដូរជីវិតវាសនារបស់មនុស្សម្នាក់បានទាំងស្រុងតើអ្នកនរគ្នាយល់យ៉ាងណាដែរចំពោះស្នំលីងកុំភ្លេចជួយ comment នៅខាងក្រោមហើយបើអ្នកនរគ្នាចូលចិត្តវីដេអូបែបនេះកុំភ្លេចជួយ like ហើយនិង subscribe ម្នាក់មួយផងណាជួបគ្នានៅវីដេអូក្រោយបាយបាយ